head away បានជាសារអាមេរិកស្រឡាញ់និងគ្រប់គ្រងថៃខ្លាំងម្ល៉េះនឹងត្រូវបកស្រាយគ្រប់យ៉ាងក្នុងវីដេអូមួយនេះនៃប្រទេសថៃនិងសារអាមេរិកនៃភាពឆ្អែតគូជាមួយគ្នាសូម share នៅវីដេអូនេះជាបន្តចំពោះការយល់ដឹងនៅរឿងមួយនេះផងដែរទី1សម្ព័ន្ធភាពយូរអង្វែងសម្ព័ន្ធភាពរវាងប្រទេសថៃជាមួយសារអាមេរិកគឺជាផ្លូវការទាំងស្រុងនិងមានអាយុកាលរាប់ទសវត្សរ៍ដែលធ្វើឲ្យប្រទេសថៃទទួលអាមេរិកជាអាទិភាពក្នុងកំឡុងពេលសង្គ្រាមត្រជាក់សារអាមេរិកមានការព្រួយបារម្ភអំពីការរីកដុះដាលនៃលទ្ធិកុម្មុយនីសនៅអាស៊ីអាគ្នេយ៍ប្រទេសថៃបានចូលរួមជាមួយនឹង SEATO អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ដោយយល់ព្រមអនុញ្ញាតឲ្យសារអាមេរិកមានមូលដ្ឋាននៅដីរបស់ខ្លួននិងសហការពារតំបន់នេះធ្វើឲ្យប្រទេសថៃក្លាយជាដៃគូដែលគួរឲ្យទុកចិត្តសម្រាប់កិច្ចសហប្រតិបត្តិការយោធានិងនយោបាយជាមួយសារអាមេរិកសូម្បីតែបន្ទាប់ពី SEATO ត្រូវបានរំលាយក្នុងទសវត្សរ៍ឆ្នាំ1970ក៏ដោយប្រទេសថៃបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងយោធាទ្វេភាគីជាមួយសារអាមេរិកដែលជាសម្ពយុទ្ធរួមគ្នាកម្មវិធីបណ្ដុះបណ្ដាលនិងការលក់អាវុធកិច្ចព្រមព្រៀងទាំងអស់នេះធ្វើឲ្យទ្រព្យទំនងរបស់ពួកគេមានលក្ខណៈជាផ្លូវការដែលមានន័យថាសារអាមេរិកអាចផ្ដល់ប្រព័ន្ធថ្លៃៗនិងទំនើបៗទុកចិត្តដល់ប្រទេសថៃរួមមានរពាសដែក Striker តាមពេលចាក់និងយុទ្ធសាស្ត្រចម្បាំងផ្ទុយទៅវិញប្រទេសកម្ពុជាមិនដែលមានសម្ព័ន្ធភាពយោធាជាផ្លូវការជាមួយសារអាមេរិកនោះទេជំនួយយោធារបស់ខ្លួនភាគច្រើនគឺទម្រង់ជាកម្មវិធីបណ្ដុះបណ្ដាលពីសារអាមេរិកនិងការគ្រប់គ្រងមនុស្សធម៌តែប៉ុណ្ណោះមិនមែនជាប្រព័ន្ធអាវុធនោះទេទី2ទីតាំងយុទ្ធសាស្ត្រទីតាំងរបស់ប្រទេសថៃគឺសំខាន់ខ្លាំងណាស់ក្នុងភូមិសាស្ត្រសម្រាប់យុទ្ធសាស្ត្ររបស់សារអាមេរិកនៅអាស៊ីអាគ្នេយ៍នេះវាមានព្រំប្រទល់ជិតនឹងប្រទេសមីយ៉ាន់ម៉ាឡាវនិងមានឆ្នេរសមុទ្រជិតឈូងសមុទ្រថៃនិងសមុទ្រចិនខាងត្បូងហើយនៅជិតព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃនេះអនុញ្ញាតឲ្យសារអាមេរិកតាមដានការគំរាមកំហែងក្នុងតំបន់ធ្វើប្រតិបត្តិការផ្លូវអាកាសនិងកងទ័ពជើងទឹកនិងរក្សាវត្តមាននៅជិតផ្លូវពាណិជ្ជកម្មនិងយោធាសំខាន់ៗជាលទ្ធផលប្រទេសថៃទទួលបាននូវឧបករណ៍យោធាទំនើបដូចជារពាសដែកតាមពេលចាក់និងសូម្បីតែចន្លោះចម្បាំងដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងមជ្ឈមណ្ឌលសន្តិសុខក្នុងតំបន់ប្រទេសកម្ពុជាក៏មានទីតាំងយុទ្ធសាស្ត្រតាមបណ្ដោយទន្លេមេគង្គនិងនៅជិតប្រទេសចិនផងដែរប៉ុន្តែការសម្របសម្រួលនយោបាយរបស់ខ្លួននិងយោធាជាមួយនឹងចិនគឺកំណត់ឆន្ទៈរបស់សារអាមេរិកក្នុងការផ្ដល់ប្រព័ន្ធថ្លៃៗបើសិនជាសារអាមេរិកលក់អាវុធទំនើបសារអាមេរិកនឹងភ័យខ្លាចថាអាវុធចក្រវិទ្យារបស់គេនឹងត្រូវបែកធ្លាយនៅកម្ពុជារបស់យើងដោយសារតែកម្ពុជារបស់យើងគឺមានភាគីចិនរុស្ស៊ីជាដើមដែលប្រើប្រាស់ផ្ទុយផលប្រយោជន៍នៃសារអាមេរិកទី3ភាពជឿជាក់ខាងនយោបាយសារអាមេរិកផ្ដល់ជំនួយយោធាទំនើបទៅដល់ប្រទេសថៃជាចម្បងដែលមានស្ថិរភាពនយោបាយនិងស្របតាមផលប្រយោជន៍របស់សារអាមេរិករដ្ឋាភិបាលថៃបានគ្រប់គ្រងជាវត្តសាស្ត្រចំពោះគោលនយោបាយរបស់សារអាមេរិកកំណត់ព្រួយផ្ដើមសន្តិសុខក្នុងតំបន់និងកម្មវិធីប្រឆាំងភេរវកម្មនេះធ្វើឲ្យប្រទេសថៃក្លាយជាអ្នកទិញឬក៏អ្នកទទួលដែលអាចទុកចិត្តបានសម្រាប់អាវុធនិងយានយន្តចក្រវិទ្យាខ្ពស់ទោះជាយ៉ាងណាក៏ដោយប្រទេសកម្ពុជាមានទំនងរឹងមាំជាមួយនឹងចិនហើយពេលខ្លះសហការជាមួយគោលនយោបាយដែលមិនសមស្របតាមយុទ្ធសាស្ត្ររបស់សារអាមេរិកអាវុធទំនើបឬឧបករណ៍យោធាដែលរសើបក៏អាចលេចធ្លាយនៅបច្ចេកវិទ្យាសម្ងាត់ពីសារអាមេរិកផងដែរឬប្រើប្រាស់ខុសច្បាប់មិនតាមគោលនីតិរបស់សារអាមេរិកប្រទេសកម្ពុជាទទួលបានកម្មវិធីបណ្ដុះបណ្ដាលភាគច្រើនគឺជំនួយមនុស្សធម៌ពីសារអាមេរិកដែលជាទម្រង់ជំនួយដែលមានសុវត្ថិភាពផងដែរទី4ការចូលរួមក្នុងសម្ពយុទ្ធរួមគ្នាជាមួយសារអាមេរិកនិងថៃប្រទេសថៃគឺជាអ្នកចូលរួមយ៉ាងសកម្មក្នុងសម្ពយុទ្ធយោធាធំៗដែលដឹកនាំដោយសារអាមេរិកដែលគួរឲ្យកត់សម្គាល់បំផុតគឺជា Cobra Gold ដែលប្រារព្ធឡើងរៀងរាល់ឆ្នាំជាមួយនឹងកងទ័ពរាប់ពាន់នាក់មកពីប្រទេសជាច្រើនសម្ពយុទ្ធទាំងអស់នេះគឺបណ្ដប់លើប្រតិបត្តិការលើដីសមុទ្រនិងអាកាសដោយសារលបងអន្តរប្រតិបត្តិការនិងការត្រៀមខ្លួនប្រយុទ្ធការចូលរួមរបស់ប្រទេសថៃបង្ហាញថាយោធារបស់ថៃអាចប្រើប្រាស់និងថែរក្សាឧបករណ៍ទំនើបរបស់សារអាមេរិកប្រកបដោយប្រសិទ្ធភាពដែលលើកទឹកចិត្តដល់សារអាមេរិកក្នុងការផ្ដល់យុទ្ធសាស្ត្រច្បាំងទំនើបរពាសដែកនិងតាមពេលចាក់មកដល់ថៃប្រទេសកម្ពុជាចូលរួមតិចជាងក្នុងសម្ពយុទ្ធទ្រង់ទ្រាយធំបែបនេះដូច្នេះសារអាមេរិកកំណត់ជំនួយចំពោះកម្មវិធីបណ្ដុះបណ្ដាលនិងឧបករណ៍ខ្នាតតូចៗតែប៉ុណ្ណោះដើម្បីប្រតិបត្តិការមនុស្សធម៌ទី5ទំនើបកម្មយោធាថៃមានទំហំធំជាងមានមូលនិធិល្អនិងទំនើបកម្មខ្ពស់ជាងដែលសមត្ថភាពគឺស័ក្តិសមនឹងប្រតិបត្តិការនិងការថែរក្សាប្រព័ន្ធរបស់សារអាមេរិកនេះរួមបញ្ចូលទាំងចន្លោះចម្បាំងតាមពេលចាក់វាយប្រហាររពាសដែក Striker និងប្រព័ន្ធរ៉ាដាទំនើបជំនួយរបស់សារអាមេរិកមានប្រសិទ្ធភាពពីព្រោះប្រទេសថៃអាចស្រូបយកចក្រវិទ្យាថែរក្សាវានិងរួមបញ្ចូលវាទៅក្នុងយុទ្ធសាស្ត្រការពារជាតិទំនើបយោធាកម្ពុជាមានទំហំតូចជាងបំពាក់ចក្រវិទ្យាទំនើបតិចជាងហើយពឹងផ្អែកភាគច្រើនគឺទៅ
ទៅលើអាវុធនិងយានយន្តរបស់ចិនដែលជារឿយៗមិនស្របគ្នាជាមួយសហរដ្ឋអាមេរិកនោះទេជំនួយទៅទំនើបរបស់សហរដ្ឋអាមេរិកនឹងត្រូវការការបន្តបណ្ដាលបន្ថែមហេដ្ឋារចនាសម្ព័ន្ធថែទាំនិងមូលនិធិដែលធ្វើឲ្យវាមិនសូវជាក់ស្ដែងនៅកម្ពុជាទី6នៃចំណងរវាងថៃនិងសហរដ្ឋអាមេរិកគឺជាទំនុកចិត្តប្រវត្តិសាស្ត្រប្រទេសថៃនិងសហរដ្ឋអាមេរិកមានប្រវត្តិសាស្ត្រយូរអង្វែងនៃកិច្ចប្រតិបត្តិការយោធារួមគ្នាក្នុងកំឡុងពេលសង្គ្រាមវៀតណាមប្រទេសថៃបានអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកនិងគ្រប់គ្រងសហរដ្ឋអាមេរិកក្នុងការដាក់ប្រទេសកងទ័ពរបស់ខ្លួននៅទ័ពអាកាសរបស់ថៃនេះបានបង្កើតទំនុកចិត្តរាប់ទសវត្សរ៍និងធ្វើឲ្យសហរដ្ឋអាមេរិកមានទំនុកចិត្តថាប្រព័ន្ធទំនើបនឹងត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវនិងសុវត្ថិភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជារួមមានសង្គ្រាមស៊ីវិលអស្ថិរភាពនយោបាយនិងរយៈពេលឥទ្ធិពលរបស់ចិនដែលធ្វើឲ្យវិធីសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះជំនួយយោធាមានការប្រុងប្រយ័ត្នមែនទែនកង្វះទំនុកចិត្តរយៈពេលវែងនិងសប្រតិបត្តិការប្រវត្តិសាស្ត្រគឺមានន័យថាសហរដ្ឋអាមេរិកជៀសវាងការបញ្ជូនយានយន្តទំនើបដល់កម្ពុជាដូចជាចន្ទះចម្បាំងឬចក្រវិទ្យារសើបមកកម្ពុជាទី7គឺជាសមត្ថភាពសេដ្ឋកិច្ចរបស់ថៃប្រទេសថៃមានសេដ្ឋកិច្ចរឹងមាំបើប្រៀបធៀបនឹងកម្ពុជារបស់យើងដែលមានន័យថាគឺអាចថែរក្សាឧបករណ៍ថ្លៃៗដូចជាចន្ទះចម្បាំងតំពេលចាក់និងរូបិយដែកប្រព័ន្ធទំនើបរបស់សហរដ្ឋអាមេរិកត្រូវការមូលនិធិយ៉ាងច្រើនថវិកាយ៉ាងច្រើនសម្រាប់ការថែទាំប្រេនតនៈគ្រឿងបន្លាស់និងបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលខ្ពស់សេដ្ឋកិច្ចតូចរបស់ប្រទេសកម្ពុជាធ្វើឲ្យពិបាកក្នុងការទ្រទ្រង់ឧបករណ៍សហរដ្ឋអាមេរិកការថែទាំគ្រឿងបន្លាស់និងការបណ្ដុះបណ្ដាលជាដើមដូច្នេះសហរដ្ឋអាមេរិកគឺជួយជាការបណ្ដុះបណ្ដាលទៅវិញមិនមែនជាសព្វាវុធនោះទេទី8គឺជាអាទិភាពសន្តិសុខក្នុងតំបន់សហរដ្ឋអាមេរិកផ្ដល់អាទិភាពដល់ប្រទេសថៃដែលជួយរក្សាស្ថិរភាពក្នុងតំបន់សមស្របផលប្រយោជន៍របស់សហរដ្ឋអាមេរិកប្រទេសថៃចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឆាំងភេរវកម្មការថែទាំគ្រោះមហន្តរាយសន្តិសុខតាមព្រំដែននិងគំនិតរួចផ្ដើមសន្តិសុខតំបន់ដែលសមស្របតាមគោលដៅរបស់សហរដ្ឋអាមេរិកប្រទេសកម្ពុជាក៏សហការម្ដងម្កាលផងដែរប៉ុន្តែទ្រឹមដងចិត្តស្និទ្ធរបស់ខ្លួនជាមួយនឹងប្រទេសចិនគឺមានន័យថាវាមិនអាចទស្សន៍ទាយបានពីទស្សនៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនោះទេនេះគឺប៉ះពាល់ទៅដល់ប្រភេទនិងទំហំនៃជំនួយដែលសហរដ្ឋអាមេរិកនឹងផ្ដល់បើប្រៀបធៀបទៅនឹងប្រទេសថៃទី9សន្តិសុខចក្រវិទ្យាអាវុធយានយន្តនិងឧបករណ៍ទំនើបរបស់សហរដ្ឋអាមេរិកបំពាក់ត្រង់ចក្រវិទ្យាទំនើបនិងរសើបដែលអាមេរិកចង់ការពារវាការបញ្ជូនហោះចម្បាំងចតាគ្មានមនុស្សបើកឬក៏ Striker មកកាន់កម្ពុជាគឺអាមេរិកគិតថាវាអាចធ្វើឲ្យមានការបែកធ្លាយនៃចក្រវិទ្យារបស់ខ្លួនជាមួយនឹងមហាអំណាចគូប្រជែងឬការប្រើប្រាស់ខុសនឹងមានគ្រោះថ្នាក់ដូច្នេះហើយប្រវត្តិសាស្ត្រនិងកិច្ចព្រមព្រៀងរបស់ប្រទេសថៃដែលធ្វើឲ្យប្រទេសថៃក្លាយជាអ្នកទទួលឬក៏អ្នកទិញដែលគួរទុកចិត្តបំផុតរបស់សហរដ្ឋអាមេរិកខណៈពេលដែលចំណងមិត្តភាពរបស់កម្ពុជានិងចិនធ្វើឲ្យអាមេរិកគិតម្ដងទៀតចំពោះការផ្ដល់ជំនួយមកដល់យើងសម្រាប់ហេតុផលមួយនេះអាមេរិកក៏ជួយកម្ពុជាយើងផងដែរចំពោះការដោះមីននិងការបណ្ដុះបណ្ដាលជាដើមមិនមែនជាអាវុធសព្វាវុធនោះទេបងប្អូនអរហើយជាណាពាក់ព័ន្ធជាមួយនឹងជំនួយដែលសហរដ្ឋអាមេរិកជួយដល់ថៃនិងមិត្តភាពរបស់ពួកគេទាំងពីរនេះសង្ឃឹមថាបងប្អូនបានយល់អំពីរឿងរ៉ាវមួយនេះក្នុងវីដេអូមួយនេះផងដែរបើគិតថាវីដេអូមួយនេះសំខាន់សូម share នៅវីដេអូមួយនេះនិងបើទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube subscribe នៅ YouTube channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមស្នើដល់ក្រុមគ្រួសារសូមអរគុណ